បាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះជាពីងតូចមួយដែរដែលខ្ញុំរៀបចំដើម្បីធ្វើជាជីទឹកដែលយកទៅស្រោចស្រពដំណាំរបស់ខ្ញុំហើយគ្រឿងផ្សំគឺមានជាមួយនឹងផ្លែឈើដែលរលួយហ្នឹងគឺកាត់វាបែបនេះមកហើយគឺខ្ញុំបានធ្វើជាច្រើនហើយដាក់ក្នុងហ្នឹងអានេះខ្ញុំគ្រាន់តែចង់បង្ហាញបន្ថែមទៀតហើយកាត់បញ្ចូលបន្ថែមទៀតមួយនេះជាលឹកទុំមានដូចជាលហុងទុំនេះគឺកាត់វាមកឲ្យវាទូចៗដើម្បីឲ្យវាងាយស្រួលបំបែកសាច់វាលបាយវាចូលគ្នាជាមួយនឹងទឹកជីរបស់យើងហើយយើងយកទឹកហ្នឹងដាក់ចូលនៅក្នុងដបទឹកសុទ្ធមកតាមកន្លះលីត្រឬក៏1លីត្រកន្លះអីគឺយើងផ្អាប់នៅក្នុងនឹងរយៈពេល1ខែដូចនៅក្នុងរូបនេះខ្ញុំមានដូចជាតសក់ទុំក៏ខ្ញុំដាក់ដែរហើយឪឡឹកក៏ខ្ញុំដាក់ដែរអានេះខ្ញុំដាក់សបកឪឡឹកបន្ថែមទៀតកាត់ឲ្យវាទូចៗដើម្បីឲ្យវាងាយស្រួលបំបែកខ្លួននៅក្នុងពាងហ្នឹងคล้ายទៅជាជីទឹកដែលយើងត្រូវស្រោចស្រពដំណាំចំពោះការស្រោចស្រពហ្នឹងគឺកន្លះលីត្រឬក៏1លីត្រអីសម្រាប់កន្លះលីត្រគឺខ្ញុំដាក់ជាមួយនឹងទឹក15លីត្រទៅ10លីត្រហើយខ្ញុំដាក់ជាមួយនឹងផ្លែញនេះគឺមានសារៈសំខាន់មែនទែនដោយសារតែវាមានរសជាតិផ្អែមនិងហាងអញ្ចឹងក្លិនហាងរបស់វានេះគឺជួយបណ្ដេញសត្វចង្រៃមិនមែនសម្លាប់ទេគឺបណ្ដេញសត្វចង្រៃដើម្បីកុំឲ្យមានមកនៅក្នុងដំណាំយើងហើយក្តៀងខែតគឺខ្ញុំដាក់ដូចគ្នាហើយក្លិនក៏ហាងដូចគ្នាគឺខ្ញុំដាក់ច្រើនហើយនេះខ្ញុំគ្រាន់តែបង្ហាញធ្វើជាវីដេអូបន្ថែមទៀតខ្ញុំបន្ថែមជាមួយនឹងស្លឹកគរនេះគឺងាយស្រួលក្នុងការបំបែកខ្លួនខ្លាយទៅជាជីមែនទែនទើបខ្ញុំដាក់ស្លឹកគរបន្ថែមដើម្បីឲ្យវាបំបែកខ្លួនខ្លាយទៅជាជី